bọnយើងបន្តទៅមុខទៀតនៅក្នុងវិញ្ញាសាទី34ហើយណាសម្រាប់វប្បធម៌ទូទៅគុយស្អឹមចឹងបងប្អូនយើងមានសភៅមួយហើយយើងកត់ត្រារាល់សំណួរតាំងពីវិញ្ញាសាទី1មកតម្រាំយើងដល់ទិសដៅ50សំណួរសំដៅ50វិញ្ញាសាយ៉ាងហោចណាស់ក៏យើងទទួលបាន500សំណួរយកទៅត្រៀមប្រឡងដែរណាបាទចឹងបងប្អូនចាប់ផ្ដើមជាមួយខ្ញុំបន្តទៀតសំណួរទី1តើវិបាកវិនិច្ឆ័យជាអ្វីឃើញទេបាទអញ្ចឹងវិញ្ញាសាប្រមាណ4-10នេះគឺពាក់ព័ន្ធទៅនឹងសិលធម៌ពលរដ្ឋហើយចេញប្រឡងណាបងប្អូនបើមិនចេញប្រឡងក៏ខ្ញុំមិនចំណាយពេលបងប្អូនយើងមកសិក្សាដែរដោយសារយើងឃើញថាក្រសួងមានចេញប្រឡងសំណួរពាក់ព័ន្ធនឹងមុខវិជ្ជាសិលធម៌ពលរដ្ឋនៅក្នុងវប្បធម៌ទូទៅអញ្ចឹងណាចឹងបងប្អូនយើងត្រូវត្រៀមណាតើវិបាកវិនិច្ឆ័យជាអ្វីអញ្ចឹងចម្លើយវិបាកវិនិច្ឆ័យគឺជាវិបាកដែលកើតឡើងពីភាពស្របគ្នាឬមិនស្របគ្នារវាងអំពើនិងតម្លៃដែលមាននិយមជាតំណាងបាទអញ្ចឹងសំណួរគុយស្អឹមបងប្អូនយើងចង់សិក្សាបានលឿនផ្ដោតលើការចាំណាបងប្អូនផ្ដោតលើការចំណាំយកទៅគឺរៀនបានលឿនជាងយើងប្រឹងវិភាគបើយើងនៅវិភាគវែងឆ្ងាយវាយូរបាទយើងចាំសំណួរបកស្រាយយើងវិភាគវែងឆ្ងាយបើសំណួរគុយស្អឹមយើងកាន់តែចាំគឺកាន់តែល្អអញ្ចឹងណាសំណួរទី2តើវិបាកវិនិច្ឆ័យមានប៉ុន្មានអញ្ចឹងចម្លើយគឺមាន2មានវិបាកវិនិច្ឆ័យផ្នែកសិលវិជ្ជានិងវិបាកវិនិច្ឆ័យផ្នែកសង្គមបាទដូចទំនួលខុសត្រូវដែរណាបងប្អូនបាទតបន្តសំណួរទី3គុណធម៌ជាអ្វីចឹងគុណធម៌ជាសិលតម្លៃឬជាកម្លាំងដែលមានតម្លៃរបស់មនុស្សម្នាក់ពោពេញទៅដោយមនោសញ្ចេតនាប្រកបដោយកុសលជាប់លាប់ហើយច្បាស់លាស់ចំពោះសង្គមដែលខ្លួនរស់នៅបាទអញ្ចឹងអត្ថន័យគុណធម៌តាមសភៅបាទសិលធម៌ពលរដ្ឋបាទគឺគេឲ្យនិយមន័យបែបនេះអញ្ចឹងបងប្អូនទន្ទិញតាមនឹងទៅណាបន្តសំណួរទី4តើលោកអារីស្តូតបានបែងចែកគុណធម៌ជាប៉ុន្មានក្រុមចម្លើយគឺ2ក្រុមមានគុណធម៌សាមញ្ញនិងគុណធម៌ពីកំណើតបាទអញ្ចឹងយើងចំណាំទុកណាទី5តើគុណធម៌បញ្ញាជាអ្វីបាទគុណធម៌បញ្ញាជាអ្វីចម្លើយគុណធម៌បញ្ញាជាគុណធម៌ដែលធ្វើឲ្យមនុស្សយើងមានបាទបញ្ញាត្រេះរិះគិតបាទមានបញ្ញារិះគិតក្នុងផ្លូវល្អដើម្បីសាងពុទ្ធិសច្ចៈដូចជាសិល្បៈស្យងបំរុងប្រយ័ត្នបាទកតេវិញ្ញូនិងបញ្ហាសំតោបញ្ញាជាដើមអញ្ចឹងនេះគឺអត្ថន័យគុណធម៌បញ្ញាបាទអញ្ចឹងយើងត្រៀមបែបសិលធម៌ពលរដ្ឋយើងទន្ទិញតាមបែបសិលធម៌ពលរដ្ឋនឹងឯងបាទបើយើងទៅស្រាវជ្រាវមើលតាមវចនានុក្រមគឺគេឲ្យនិយមន័យផ្សេងដល់ទៀតតើសិលគុណធម៌ជាអ្វីបាទសិលគុណធម៌ជាគុណធម៌ដែលមាននៅក្នុងទម្លាប់ដែលគ្រប់សង្កត់បាទគ្រប់សង្កត់លើបាទសំទុះជំរុញវិចារណញ្ញាណនិងក្នុងទម្លាប់ប្រព្រឹត្តបាទប្រព្រឹត្តអំពើល្អត្រឹមត្រូវសមរម្យទោះស្ថិតក្នុងកលៈទេសៈណាក៏ដោយណាបងប្អូនអញ្ចឹងយើងកត់ទុកទៅឲ្យទន្ទិញតាមហ្នឹងណាអានេះខ្ញុំសង្ខេបមកឲ្យស្រួលចាំផងខ្លីៗយើងបាច់វែងពេកទេអត់តែយើងចាំប៉ុណ្ណឹងគឺมันអាចបន្លំយើងបានទេចេញគុយស្អឹមមកយើងដឹងថារើសបានត្រូវហើយតើគុណធម៌មានប៉ុន្មានបែបចម្លើយគុណធម៌មាន2បែបគឺគុណធម៌សាមញ្ញនិងគុណធម៌កំណើតនេះចំនួននេះយើងជួបហើយអានេះឃើញទេបាទដូចតែហៅថាគុណធម៌សាមញ្ញនេះជាងចាប់ផ្ដើមសួរលំអិតហើយអញ្ចឹងគុណធម៌សាមញ្ញជាគុណធម៌ដែលបានមកពីការវឹកហាត់និងអប់រំហៅថាគុណធម៌សាមញ្ញគុណធម៌កំណើតបាទគុណធម៌កំណើតជាគុណធម៌ដែលមនុស្សបានទទួលពីកំណើតមកឬបានទទួលតាំងតែពីក្នុងផ្ទៃនៃម្ដាយរបស់គេបាទអញ្ចឹងយើងស្រួលចាំទេណាទី10ពាក្យថាបណ្ឌិតមានន័យថាដូចម្ដេចបាទពាក្យបណ្ឌិតមានន័យថាម៉េចអញ្ចឹងបណ្ឌិតជាមនុស្សដែលមានពុទ្ធិសកលមានចំណេះដឹងទូលំទូលាយមានភាពឆ្លៀសវៃខាងបញ្ញាយ៉ាងធំនេះអត្ថន័យបណ្ឌិតបាទអញ្ចឹងមាន10ចំនួនហ្នឹងសម្រាប់បងប្អូនយើងយកទៅទន្ទិញយកទៅមើលត្រៀមប្រឡងបាទយើងចាំជួបគ្នានៅវិញ្ញាសាក្រោយទៀតណាបងប្អូនចង់រៀនកុំភ្លេចតាក់ទងមកខ្ញុំបាទយើងមានសៀវភៅ free ឲ្យទៀតផងបងប្អូនយើងអត់មានពេលរៀនអាចទិញសៀវភៅយកទៅមើលបាទកុំភ្លេចតាក់ទងសួរនាំព័ត៌មានតាម Telegram វិទ្យានេះអរគុណច្រើនបងប្អូនចាំជួបគ្នានៅវិញ្ញាសាបន្តទៀតបាទ